នេះជាសាច់រឿងដែលបានកាត់ឡើងចំពោះខ្ញុំនិងមិត្តភ័ក្តិ2នាក់ទៀតកំឡុងពេលប្រទេសកម្ពុជាកំពុងតែជួបវិបត្តិរាលដាលជំងឺ Covid ដោយតម្រូវឲ្យអ្នកដែលពាក់ព័ន្ធផ្អាកពីការងារហើយរស់នៅដាច់ដោយឡែកពីគេឯងកាលនោះ3អ្នកខ្ញុំត្រូវតម្រូវឲ្យផ្អាកពីការងារដោយសារតែបានពាក់ព័ន្ធនឹងអ្នកដែលកើតជំងឺនោះមិនដឹងទៅស្នាក់នៅឯណាក៏បានសុំប្រធានកន្លែងការងាររបស់ខ្ញុំដោយសុំស្នាក់នៅអគារដែលជារបស់គាត់ដែលគាត់ធ្វើទុកសម្រាប់ជួលតែដោយសារតែមិនមានអ្នកជួលអគារនោះក៏ត្រូវបានទុកចោលអស់រយៈពេលជាយូរ3អ្នកខ្ញុំបានទៅសុំគាត់ហើយគាត់ក៏បានសួរមកថាពួកឯងមិនខ្លាចទេអីទីនោះទុកចោលយូរហើយមានកពតព្រៃដ៏សុបទ្រប់សត្វពន្លត់ក៏ច្រើនទៀតគ្មានជំរើសពួកខ្ញុំក៏នៅតែទទូចសុំដោយសារតែគ្មានកន្លែងស្នាក់នៅទៅហើយមិនដឹងជាធ្វើបែបណាទេព្រោះការងារក៏គ្មានប្រាក់ខែក៏មិនតាន់ដល់ថ្ងៃដែលត្រូវបើកពោលកន្លែងការងារបើកឲ្យ 50% ក្នុងមួយខែកំឡុងពេលផ្អាកពីការងារគាត់ក៏ព្រមហើយពួកខ្ញុំក៏បានរៀបចំអីវ៉ាន់ដើម្បីទៅស្នាក់នៅទីនោះទៅដល់កន្លែងដែលត្រូវស្នាក់នៅខ្ញុំនិងមិត្តភ័ក្តិក៏បានរៀបចំបោសសម្អាតធូលីដីនិងរៀបចំកន្លែងសម្រាប់គេងរៀងខ្លួនព្រមទាំងបានរៀបចំកន្លែងសម្រាប់ចម្អិនអាហារផងដែរពួកខ្ញុំស្នាក់នៅជាន់កណ្ដាលព្រោះអគារមានចំនួន3ជាន់ពោលគឺមានជាន់ផ្ទាល់ដីជាន់ទី1ជាជាន់កណ្ដាលនិងជាន់លើគេបង្អស់ដោយសារតែមានអគ្គិសនីការស្នាក់នៅក៏មិនពិបាកនោះទេពួកយើងអាចចេញក្រៅបានដើម្បីទិញរបស់ញ៉ាំនៅពេលយប់ហើយក៏នៅមានគ្រឿងស្រវឹងដើម្បីយកមកផឹកជាមួយគ្នាផងដែរកាលនោះទោះបីមិនសូវមានលុយកាក់តែក៏មិនសូវចំណាយលុយច្រើននោះទេបើសម្រាប់គ្រឿងស្រវឹងវិញគឺមានរង្វាន់ច្រើនគ្រាន់តែដូររង្វាន់ក៏អាចស្រវឹងស្ទើរតែរយប់ទៅហើយការស្នាក់នៅ3ថ្ងៃដំបូងគឺមិនមានបញ្ហាអ្វីនោះឡើយរហូតដល់យប់ទី4ទើបពួកខ្ញុំបានជួបនូវហេតុការណ៍មួយកាលនោះកំឡុងពេលដែលកំពុងអង្គុយជជែកគ្នាលេងក៏ស្រាប់តែបានឮសំឡេងអូសអ្វីម្យ៉ាងប្រៀបដូចជាសំឡេងអូសតុឬក៏អូសកៅអីនៅជាន់ខាងលើហើយខ្ញុំក៏បានសួរទៅមិត្តភក្តិរបស់ខ្ញុំថាពួកឯងមានឮដែរទេពួកវាក៏បានឆ្លើយថាឮហើយក៏បន្តថាប្រហែលជាមានសត្វឆ្មាវាអូសអ្វីម្យ៉ាងហើយតែក៏គិតថាសំឡេងឮវាគួរតែជារបស់ធ្ងន់តែឆ្មាអាណាមានកម្លាំងដើម្បីអូសរួចនោះគិតហើយក៏សោះស្រួលគ្នាបើកភ្លើងទូរស័ព្ទឡើងទៅជាន់ខាងលើដើម្បីរកមើលប៉ុន្តែពេលទៅដល់ក៏មិនបានឃើញអ្វីឬស្នាមដានអូសតុកឬក៏អីអ្វីនោះឡើយមិនគិតច្រើនក៏នាំគ្នាចុះមកក្រោមវិញហើយក៏ជជែកគ្នាលេងបន្តជជែកមិនបានប៉ុន្មានក៏ស្រាប់តែឮសំឡេងដដែលភ្លាមនោះម្នាក់ក្នុងចំណោមគ្នាខ្ញុំក៏ស្រែកឡើងថាអ្នកណាវើយរំខានគេយប់រលប់បែបនេះប្រយ័ត្នអញព្រមលេងបានខ្ញុំក៏បានកាត់សម្ដីវាថាណែកុំនិយាយអញ្ចឹងយើងមកនៅកន្លែងគេកុំប្រហើនហើយខ្ញុំក៏បានសូត្រនេមោ3ចប់នៅក្នុងចិត្តហើយអធិដ្ឋានសុំខមាទោសហើយសំឡេងក៏ស្ងាត់ទៅរួចក៏បន្តជជែកគ្នារហូតយប់ជ្រៅទើបនាំគ្នាចូលគេងព្រឹកស្អែកឡើងខ្ញុំក៏បានសួរទៅមិត្តភក្តិដែលស្រ័យកាលពីយប់មិញថាយប់មិញឯងស្រវឹងមែន
បានជាកាចម្លេះវាក៏ឆ្លើយថាមិនដឹងទេស្រាវបញ្ជានោះទេហើយខ្ញុំក៏បានប្រាប់ថាលើកក្រោយកុំធ្វើអញ្ចឹងទៀតព្រោះយើងត្រូវនៅទីនេះមួយរយៈទៀតទៅបានរួចពីស្ថានភាពបែបនេះយប់បន្ទាប់ពួកខ្ញុំមិនបានផឹកគ្រឿងស្រវឹងទៀតនោះទេគឺថាក្រោយពេលដែលហូបអាហារពេលល្ងាចហើយក៏និយាយគ្នាបន្តិចបន្តួចបន្ទាប់មកក៏នាំគ្នាចូលសម្រាករៀងខ្លួនខ្ញុំចាំបានថាយប់នោះខ្ញុំបានសម្បានឃើញអ្វីមួយយ៉ាងដែលមានរូបរាងជាមនុស្សប៉ុន្តែមិនមានរូបរាងជាមនុស្សច្បាស់លាស់នោះទេពលគឺមានសភាពខ្មៅពេញតួខ្លួនប្រៀបដូចជាស្រមោលអញ្ចឹងសក់កន្ទ្រើងឈរលើកដៃចង្អុលមកខ្ញុំឲ្យស្រែកឮថាពួកឯងហ៊ានណាស់មកនៅកន្លែងអញហើយហ៊ានស្រែកសម្លុតម្ចាស់ផ្ទះទៀតហើយក៏ស្ទុះមកច្របាច់កខ្ញុំក្នុងយល់សពនោះខ្ញុំខំប្រឹងរើណាស់តែនៅតែរើមិនរួចភ្លាមក៏ស្រាប់តែឮសំឡេងស្រែកហៅខ្ញុំខ្លាំងហើយភ្លាមនោះខ្ញុំក៏បានភ្ញាក់ពីគេងហើយក៏បានឃើញមិត្តភក្តិខ្ញុំពីរនាក់ទៀតកំពុងតែនៅក្បែរខ្លួនខ្ញុំបែកញើសជោកខ្លួនបេះដូងលោតញោមដោយភាពអត់ភ័យមិត្តខ្ញុំម្នាក់បានសួរខ្ញុំថាហើយកាត់អីដេកស្រែកហៅឲ្យគេជួយរហូតអញ្ចឹងហើយយកសពអាក្រក់មែនខ្ញុំក៏បានប្រាប់ពីដំណើររឿងទៅកាន់មិត្តភក្តិរបស់ខ្ញុំហើយយប់នោះខ្ញុំគេងមិនលក់ទេពេលព្រឹកឡើងខ្ញុំក៏បានទៅផ្សាររកទិញផ្លែឈើនិងធូបដើម្បីយកមកសែនសុំខមាទោសតែរឿងដែលនឹកស្មានបណ្ដន់នោះការសែនរបស់ខ្ញុំគឺគ្មានប្រសិទ្ធភាពនោះទេពលសភាវៈដែលខ្ញុំបានឃើញក្នុងយល់សពនោះវាមិនមែនជាជំនាញអាគារឬជាខ្មោចនោះទេតែវាគឺជាមេព្រាយហើយនៅក្នុងអាគារនោះគឺពោពេញទៅដោយព្រាយជាច្រើនក្បាលទៀតផងពលគឺស្ទើរតែរៀងរាល់យប់ពួកខ្ញុំបានយល់សពឃើញបណ្ដាក់គ្នានៅពពួកអមនុស្សទាំងនោះជាញឹកញាប់រហូតដល់ទ្រាំលែងបានពួកខ្ញុំក៏មានកម្រងឈប់ស្នាក់នៅកន្លែងនោះតែម្ដងហើយក៏បានប្រាប់ដំណឹងនោះទៅកាន់ម្ចាស់អាគារអំពីរឿងនេះផងដែរម្ចាស់អាគារក៏បាននិមន្តព្រះសង្ឃចំនួន9អង្គដើម្បីសូត្រមន្តបណ្ដេញពពួកអមនុស្សទាំងនោះកុំឲ្យរស់នៅទីនោះទៀតប៉ុន្តែយើងមិនដឹងថាវាមានប្រសិទ្ធភាពឬអត់នោះទេហើយរឿងនេះក៏ត្រូវបានបញ្ចប់តែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានសម្ដាប់តាំងពីដើមរហូតដល់ចប់